មុននឹងសម្ដែងធម៌ទេសនាអាត្មាភាពសូមបញ្យល់ដល់ញោមញាតិពុទ្ធបរិស័ទទាំងអស់អំពីបុណ្យ100ថ្ងៃដើម្បីឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយគ្រប់រូបយល់ដឹងច្បាស់ថាតើពិធីបុណ្យ100ថ្ងៃនេះជាបុណ្យទំនៀមទម្លាប់របស់ខ្មែរយើងឬក៏ជាប្រពៃណីទំនៀមទម្លាប់ពីណាឬក៏មានសម្ដែងជាពុទ្ធានុញ្ញាតមាននៅក្នុងគម្ពីរបត្រៃបិដកសូមសម្ដែងវេកញែកពយល់ទៅនឹងសិនឲ្យយល់ច្បាស់ប្រយល់ទៅតាមពុទ្ធសាសនាជាពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងពុទ្ធសាសនាជាសាសនាដែលបង្រៀនមនុស្សឲ្យចម្រើនលូតលាស់ដោយបញ្ញាដឹងស្គាល់អ្វីទាំងអស់ក្នុងកិច្ចការដែលយើងត្រូវធ្វើនឹងជាអវាទទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធនោះព្រះអង្គទ្រង់សម្ដែងជាប់ទាក់ទងនឹងវិន័យសម្រាប់ผู้ភិក្ខុសង្ឃក៏ដូចជាញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ដែរក្នុងវិន័យដែលព្រះអង្គទ្រង់សម្ដែងថាបរិស័ទទាំងអស់មុននឹងប្រពកម្មវិធីអ្វីមួយជាពិធីអ្វីក៏ដោយទោះបីទាក់ទងនឹងពុទ្ធសាសនាក្តីឬជាកិច្ចការអ្វីក្រៅអំពីពុទ្ធសាសនាជាកិច្ចការដែលញោមញាតិបរិស័ទនឹងត្រូវប្រពដើម្បីជាអាជីវកម្មការចិញ្ចឹមជីវិតរបស់ខ្លួនធ្វើការអ្វីទាំងអស់ត្រូវតែចេះដឹងរៀនច្បាប់រៀនជំនាញរៀនទ្រឹស្ដីហ្នឹងឲ្យចេះសិនឲ្យដឹងសិនបានទៅប្រពប្រព្រឹត្តបានសម្រាប់ពុទ្ធសាសនានោះសម្ដែងថាត្រូវសិក្សារៀននៅព្រះបរិយត្តិធម៌ពីផ្នែកធម៌វិន័យពុទ្ធសាសនាហ្នឹងបរិយត្តិនេះគឺទ្រឹស្ដីយើងពោលភាសាសង្ខេបទ្រឹស្ដីបើញោមញាតិពុទ្ធបរិស័ទរក្សាសិលត្រូវសិក្សាពីពិធីរក្សាសិលទាំងសិនធ្វើទានត្រូវរៀនពីការធ្វើទានហ្នឹងឲ្យច្បាស់សិនការធ្វើសមាធិក៏ត្រូវរៀនពីទ្រឹស្ដីសមាធិនឹងសិនបញ្ញាចម្រើនវិបស្សនាក៏ត្រូវរៀនឲ្យចេះដឹងទ្រឹស្ដីសិនទើបទៅបដិបត្តិទៅអនុវត្តនឹងបាននឹងខ្ញុំកណាអាត្មាសូមបញ្ជាក់អញ្ចឹងបើសិនណាទៅធ្វើអ្វីដោយអត់ដឹងសោះឃើញគេធ្វើចេះតែធ្វើតាមគ្នាតទៅឬក៏សិក្សារៀនសូត្រឲ្យដឹងហើយតែមិនទាន់ច្បាស់លាស់នៅតែព្រិលនៅតែសង្ស័យប្រហែលតែយ៉ាងនេះទៅដឹងយ៉ាងនោះទៅដឹងសម្រាប់ผู้ភិក្ខុធ្វើអត់បានទេទៅធ្វើតង់ល្ងងរៀនហើយតែមិនទាន់ច្បាស់តែធ្វើត្រូវអាបត្តិទុកត់នឹងសមជំរាបចឹងឲ្យញោមញាតិដឹងថាពុទ្ធសាសនាគឺជាសាសនាដែលធ្វើឲ្យប្រកបដោយបញ្ញាទៅតែយើងចេះដឹងទ្រឹស្ដីការងារដែលធ្វើនឹងបានបញ្ញាដឹងខុសដឹងត្រូវតែបើធ្វើដោយអត់ដឹងឲ្យតែតាមគ្នាទៅនៅទៅណអត់មានរួចខ្លួនទេអ្នកបួសគឺត្រូវអាបត្តិទុកត់តែសម្រាប់ញោមញាតិពុទ្ធបរិស័ទអត់មានអាបត្តិអីទេក៏ប៉ុន្តែព្រះអង្គសម្ដែងថាធ្វើអ្វីដោយល្ងងមិនដឹងធ្វើតែតាមគ្នាតតាមភ្នែកឃើញតិចលឺនោះឬដឹងហើយបើអត់ច្បាស់ធ្វើទៅអត់បានសម្រេចអត់បានទទួលផលដ៏ល្អដែលយើងចង់បានទេធ្វើអីក៏មិនបានផងនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គឆ្វេងយល់អញ្ចឹងបានដាក់បទបញ្ញត្តិដល់ผู้ភិក្ខុបើผู้ភិក្ខុមិនស្គាល់ធម៌មិនស្គាល់វិន័យចេះតែប្រព្រឹត្តទៅវិជាឃ្លាវខ្លាយទៅយុប្រឆាធ្វើវិន័យនៅខុសអស្ចារ្យនឹងបានព្រះអង្គបញ្ញត្តិតាំងតែណាញោមណាមិនតែរឿងសំបីតែសូត្រធ្វើណារៀនធ្វើ
សូត្រខុសអក្ខរៈផ្សេងជាអ្នកអាសំលេងខ្លីទៅថាវែងសំលេងវែងទៅថាខ្លីសំលេងស្រាលថាធ្ងន់សំលេងធ្ងន់ថាស្រាលទៅថាត្រូវអាបត្តិទៅគាត់រើតែដែលខុសហ្នឹងឯងនេះព្រះអង្គបញ្ញត្តិបើมันបញ្ញត្តិឲ្យទូទៅពូភិក្ខុគឺមិនយកចិត្តទុកដាក់ទេតែចេះតែសូត្រចេះថាទៅដោយសប្តាហ៍ថ្ងៃហ្នឹងញោមញាក់ក្លាដៃប្រសង់ដែរសូត្រធ្វើអត់ទៅត្រូវទេដោយបន់នមស្ការដើមនេះគេអានថានមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈដល់យើងចេះតែរៀនទៅនមោតាសៈភិក្ខវនមោតាសៈទៅជាគេតាំងយើងថាតាសៈឧស្រៈអាភិក្ខវតោអរហតោសម្មាសម្ពុទ្ធយល់ទេគេសម្មាសម្ពុទ្ធខុសបើពូភិក្ខុត្រូវអាបត្តិនឹងប្រមាណទេទៅគាត់នឹងគាត់សូត្រដល់ប៉ុណ្ណឹងនឹងសំផ្ទៀងមែនទេនិយាយពិសេសលោកអាចារ្យស្ទៀងបើកសភៅមើលមែនទេព្រោះលោកអាចារ្យអ្នកនำគេបើចង់មើលបើទៅសូត្រថាសម្មាសម្ពុទ្ធនឹងទៅណាទេនឹងបើខុសនោះព្រោះគេសម្មាសម្ពុទ្ធធ្ងន់ណាស់ចេញជាអ្នកតម្រួតគេប្រកបស្រៈទេដែលយើងទៅអានថាស្រៈអាសាមខហ្នឹងឯនេះដាស់តឿនក្រានរំលឹកទាំងអស់គ្នាមានលោកអាចារ្យជាដើមនឹងទៀងមើលឡើងវិញចេះសូត្រទៅអត់បានគិតតែខុសច្រើនណាអាត្មាទៅក៏កែគ្រប់តែកន្លែងឯងបើក្នុងនេះនឹងសូត្រយ៉ាងម៉េចតែអាត្មាមិនទៅបានស្ដាប់ផងអាចារ្យនឹងសូត្រមកតែបានស្ដាប់ប៉ុណ្ណឹងនិយាយឲ្យហើយទៅបងអត់ទេអត់ដូចជាបន់ខួប100ថ្ងៃនេះញោមញាតចេះតែធ្វើទៅ100ថ្ងៃ7ថ្ងៃមិនមានតែ100តែមាន7ថ្ងៃមួយទៀតបុគ្គលនៅអនិច្ចកម្មនៅបាន7ថ្ងៃធ្វើម្ដងខួប7ថ្ងៃដល់គម្រប់100ថ្ងៃធ្វើម្ដងទៀតចេះធ្វើទៅអត់ដឹងថា7ថ្ងៃនឹងជាបុណ្យអ្វីប្រពៃណីមកពីណាអីពីណាអត់ទៅដឹងទេចេះតែធ្វើទៅដូចថ្ងៃនេះជាដើមនោះអាត្មាគិតតែប្រហែលជាញោមញាតដឹងមិនសូវដឹងនឹងបានឆ្លៀតយកឱកាសនោះបញ្យល់បកស្រាយពីរឿងបុណ្យ7ថ្ងៃសិនបុណ្យ7ថ្ងៃនេះ100ថ្ងៃនឹងជាប្រពៃណីរបស់ចិនទេមិនរបស់ខ្មែរទេជនជាតិចិននៅស្រុកចិននៅប្រទេសចិននេះគ្រប់ឲ្យតែចិនកាលណាមេដាបេដាបុព្វការីជនគេអនិច្ចកម្មទៅដល់7ថ្ងៃគេធ្វើម្ដង49ថ្ងៃគេធ្វើម្ដង100ថ្ងៃគេធ្វើម្ដងចឹងប៉ុន្តែចិនគេធ្វើគេអត់បានមានពុទ្ធសាសនានិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តប្រគិនផាត់ប្រគិនចង្ហាន់អីទេគឺគេទៅសែនតាមប្រពៃណីចិននឹងសែន7ថ្ងៃគេទៅសែនធ្នោដែលកប់នឹងម្ដងរំលងនោះ49ថ្ងៃគេទៅសែនម្ដងទៀតរំលងទៅ100ថ្ងៃនេះគេទៅសែនម្ដងទៀត3ដងប៉ុណ្ណឹងឯងត្រឹមពីអនិច្ចកម្មទទួលមរណកាលទៅនឹងដល់ផុតពីនោះទៅគេគ្រាន់តែមួយឆ្នាំគេទៅចេញមេញម្ដងទេទៅសែនភ្នំម្ដងជានឹងសំញញជ្រាបសម្រាប់ខ្មែរយើងអត់មានទេបុណ្យ7ថ្ងៃ100ថ្ងៃមិនមានទេសួរតែចុះបើមិនមានមិនក៏ញោមញាតយកមកប្រព្រឹត្តប្រពហ្នឹងតាមចិនហ្នឹងថានឹងប្រពៃណីវាឆ្លងមកពីព្រោះនៅតំបន់ប្រទេសយើងនេះគេហៅតំបន់ Indo-Chin បារាំងហៅ Indo-China ព្រោះយើងនេះទទួលវប្បធម៌របស់ឥណ្ឌានិងចិនយើងនេះវានៅកណ្ដាលឥណ្ឌានិងចិននៅគៀបចិនឥណ្ឌានិងចិននៅគៀបយើងម្ល៉េះហើយវប្បធម៌របស់ឥណ្ឌាហ
ហើយនឹងចិននឹងចូលមកក្របសកត់នៅលើទឹកដីយើងបានគេហៅតំបន់ Indochina ព្រោះទទួលវប្បធម៌ឥណ្ឌានិងចិនហ្នឹង